ស្វាគមន៍អ្នកគុណនិយមគ្រប់គ្រងគ្រប់បដិអង្គគ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាយរឿងពិភពធម្មពលវេទមន្តភាគទី123ដែលជាភាគបន្តរបស់យើងសាច់រឿងចាប់ផ្ដើមបន្តនៅពេលដែលវងដង្កូវបានដេញតាមសឺហៅស្របគ្នានៅផងដែរមិនត្រឹមតែខាងមុខនោះទេខាងក្រោយក៏អញ្ចឹងដែរសឺហៅក៏បានលោតឡើងទៅខាងលើប្រើប្រាស់នៅធម្មពលធ្វើការវិប្រហាស្របគ្នានោះក៏បានប្រើប្រាស់នៅក្រញាំដ៏ធំរបស់គាត់ទម្លាក់ធ្លាក់ចុះទៅចាប់នៅវងដង្កូវទាំងនេះតែជាក់ស្ដែងដូចជាអ្វីដែលអ្នកក្លាហានទាំងអស់គ្នាបានឃើញគោលដៅរបស់សឺហៅនោះគឺជាស្ដេចដង្កូវប្រាក់មួយនេះក៏ប៉ុន្តែភ្លាមៗមាននៅធម្មពលមួយធ្វើការវិប្រហាសម្លឹងទៅខាងក្រោមឃើញថាក៏ជាក្របព្រួយនៅខាងលើយើងក៏បានឃើញនៅម្នាក់នឹងហើយគេក៏បាននិយាយថាស្ដេចដង្កូវប្រាក់មួយនេះលោកម្ចាស់ទីចុងគឺខ្លំមើលយូរណាស់មកហើយបើសិនជាសឺហៅមិនលុកដៃចូលនោះទេគេគឺច្បាស់ជាទុកជីវិតឲ្យរួចក៏បានទៅតាមដង្កូវនោះសឺហៅក៏និយាយឲ្យថាលោកម្ចាស់ទីចុងមែនទេតាមពិតទៅនិយាយងាយយល់ឯងគឺត្រឹមតែគឺជាអ្នកបម្រើគេតែប៉ុណ្ណោះតែបើជាហ៊ាននិយាយសម្ដីឆ្លើយបែបនេះជាមួយយើងផងរួចក៏បានដេញទៅតាមគេឃើញអញ្ចឹងក៏បានប្រើប្រាស់នៅក្របព្រួយអាទិទេពពិឃាតទាំង7សឺហៅឃើញហើយក៏បានប្រើប្រាស់នៅធម្មពលរបស់គាត់ស្របគ្នានោះយាយឆានក៏បានមកដល់ប្រាប់គេឲ្យចាប់នៅដង្កូវជារឿងសំខាន់ជាងឃើញអញ្ចឹងហើយសឺហៅក៏បានដេញទៅតាមពួកគេទាំងពីរនាងក៏ឆ្ងល់ដែរក៏ព្រោះថាមិនធ្លាប់បានឃើញនៅបរិះវ័យក្មេងម្នាក់នេះទេតែហាក់បីដូចជាប្រហាក់ប្រហែលនៅឯណាមិនដឹងនោះទេសឺហៅក៏ដឹងហើយថាចៅនេះគឺជារាងកាយគោលមិនមែនជាភរិយារបស់គាត់នោះឡើយសឺហៅតបថាខ្ញុំគឺពិតជាមាននៅមុខមាត់សង្ហាមែនក៏ប៉ុន្តែនាងគឺមិនចាំបាច់មើលខ្ញុំបែបនេះនោះទេយាយឆាននិយាយមកវិញថាលោកប្អូនស្ដេចដង្កូវប្រាក់នេះគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់នាងតែលោកប្អូនអាចដោះលែងវាបានឬអត់ច្បាស់ណាស់នាងគឺច្បាស់ជាសងនៅសំណងត្រឡប់ទៅវិញជាទីគប់ចិត្តចង់ប្រើប្រាស់នៅសម្រស់ស្រីស្អាតមកបង្វក់សឺហៅគឺអត់បានផលនោះទេព្រោះក្នុងកែភ្នែករបស់សឺហៅគឺកម៉ាប់ម៉ាប់តបទៅកាន់នាងវិញថាគឺមិនអាចនោះឡើយក៏ព្រោះថាវាក៏សំខាន់ចំពោះខ្ញុំដូចគ្នាដែរយាយឆានតបថាអញ្ចឹងពួកយើងប្រឹងប្រែងអស់ពីលទ្ធភាពទៅក៏ប៉ុន្តែក៏មិនបែកនៅសន្តិភាពអីសឺហៅហាក់បីដូចអស់សំណើចតបថានិយាយបានល្អរួចប្រើប្រាស់នៅល្បឿនដ៏លឿនវ៉ានៅអ្នកទាំងពីរព្រមទាំងចង់ទៅចាប់ក៏ស្រាប់តែត្រូវបានគេប្រើប្រាស់នៅព្រួញពិឃាតអាទិទេពទាំង7ដែលនេះគឺជាព្រួញទឹកបាញ់ចេញទៅសឺហៅចាប់ជាប់គប់ត្រឡប់ទៅវិញក៏ដូចជាមុំមកក្តៅក្រហាយខ្លាំងពេកដាក់មួយជើងផ្ញើទៅនឹងផ្ទាំងថ្មនោះតែម្ដងរួចក៏ប្រញាប់មកតាមយាយឆានឃើញហើយក៏ព្យាយាមបន្ថែមល្បឿនក្នុងពេលនោះសឺហៅប្រើប្រាស់នៅធម្មពលរបស់គាត់ចាប់ចងនាងមួយផ្លែតអ្នកទាំងពីរមកជួបជុំគ្នាវិញក៏ប្រញាប់ដេញទៅតាមខណៈពេលដែលសឺហៅក៏នៅតែបន្តទៅតាមវងដង្កូវនេះពេលនេះដៃរបស់គាត់គឺជិតទៅដល់ស្ដេចដង្កូវប្រាក់ហើយតែអាកូនព្រួញពិឃាតអាទិទេពទាំង7ក៏ចាប់ផ្ដើមប្រើប្រាស់នៅព្រួញភ្លើងរបស់គេវិញម្ដងសឺហៅមានតែប្រញាប់គេចេញប្រើប្រាស់នៅធម្មពលរបស់គាត់ទៅរារាំងរួចហើយសម្រុកចូលវាយអាកូននឹងឯខ្ទាតទៅម្ដងទៀតយាយឆាននាងក៏បានសម្រុកចូលមកដែរពីវាយមួយសឺហៅធាក់មួយឯខ្ទាតចេញទៅក៏ដូចជាបន្តទប់ទល់ស្របគ្នានោះក៏ស្រាប់តែមាននៅសំឡេងមួយសួរហើយថាតើពួកឯងប្រយុទ្ធគ្នាព្រោះតែស្ដេចដង្កូវប្រាក់មែនទេយើងក៏ចង់បានដែររួចបានបង្ហាញខ្លួនម្នាក់នេះក៏ជាឈិនហៅតែមិនថាយ៉ាងណាក៏ដោយសឺហៅក៏មិនអាចទទួលស្គាល់គេបាននោះដែរសឺហៅក៏បានប្រាប់ថាអញ្ចឹងដោយសារតែគ្រប់គ្នាគឺសុទ្ធតែចង់បានធ្វើទៅតាមសម្ដីរបស់ទេពអប្សរទីចុះអ្នកណាខ្លាំងអ្នកនោះបានរួចហើយប្រើប្រាស់នៅធម្មពលរបស់គាត់បញ្ចេញនៅឥន្ទ្រីមាសទៅធ្វើការវាយប្រហារនៅអ្នកទាំងពីរសឺហៅហោះចេញទៅព្រមទាំងញញឹមឌឺដងដាក់ទៅកាន់ទេពអប្សរនៅក្នុងពេលនោះឈិនហៅអាប្អូនមួយនឹងក៏បានទៅតាមហើយបបួលសឺហៅប្រយុទ្ធដោយយុត្តិធម៌ទៀតហើយអ្នកណាឈ្នះនឹងទទួលបានវាតែអបិម្នាក់នេះក៏បានមកតាមប្រាប់ថាពួកយើងយកល្អគួរតែសហការគ្នាចាត់ការគេមុនសិនទៅនៅពេលនោះឈិនហៅប្រើប្រាស់នៅធម្មពលទីនៅថ្មជាច្រើនចង់រារាំងនៅសឺហៅមិនថាយ៉ាងណាល្បឿនរបស់សឺហៅក៏នៅតែលឿនអបិនឹងចាប់ផ្ដើមបាញ់នៅព្រួយរបស់គេបន្តចេញទៅមើលទៅកាន់ព្រួយក៏ដូចជាថ្មនេះគឺពិតជាលឿនខ្លាំងមែនទែនសឺហៅហោះចុះហោះឡើងក៏ត្រូវតែឈប់រួចហើយទៅតាមដដែលដោយសារតែបែបនេះគេក៏ចាប់ផ្ដើមប្រើប្រាស់នៅព្រួយយ៉ាងវិញម្ដងខណៈពេលដែលគ្រាប់ព្រួយនោះតម្រង់ទៅកាន់សឺហៅឈិនហៅព្រមទាំងទេវអសរយាឆានក៏បានប្រើប្រាស់នៅធម្មពលដំណើរគ្នាទៅចាត់ការបើទោះបីជាពួកគេខ្លាំងមែនក៏ប៉ុន្តែសឺហៅក៏មិនខ្សោយនោះដែរម្នាក់ឯងទប់ទល់ជាមួយនឹងពួកគេទាំង3កណ្ដាប់ដៃពោពេញទៅដោយចំហាយធម្មពលរន្ទះបែបនេះឈិនហៅក៏ភ្ញាក់ផ្អើលហើយតែក៏ងើយឆ្ងល់ហេតុអ្វីបានជាមិនប្រើប្រាស់នៅស្នៀតកំពូលអ្វីតទៅសោះគេគឺគ្រាន់តែសំអាងទៅលើកម្លាំងរាងកាយរបស់ខ្លួនឯងភ្លាមនោះអាកូនកាន់ព្រួយក៏បានសម្រុកចូលទៅមុនខណៈពេលដែលគ្រប់គ្នាបានដេញទៅតាមដង្កូវប្រាក់រៀបនឹងចូលរួមហើយក៏ត្រូវបានគេបិទទ្វារចិត្តអញ្ចឹងតច្រកក៏មានតែបកមកវាប្រហាម្នាក់នាំគ្នាគេចចេញខណៈពេលដែលសឺហៅមកចាត់ការនៅអបិកាន់ព្រួយប្រើប្រាស់នៅកម្លាំងដ៏ខ្លាំងជន់គេទម្លាក់ចូលទៅខាងក្រោមថែមមួយជើងទៀតឲ្យគេប្រឈមមុខជាមួយនឹងដង្កូវនេះជាច្រើនលទ្ធផលក៏ត្រូវបានធ្លាក់ចុះវេទនាគួរសមដែររីឯសឺហៅវិញនៅតែឈរយ៉ាងសង្ហាដដែលពេលនិយាយឆានជាមួយនឹងឈិនហៅក៏បានសម្រុកចូលតែមិនថាជាអ្វីក៏ព្រោះថាពួកគេមិនស្គៀបដៃរបស់សឺហៅនោះឡើយខណៈពេលដែលវាយពួកគេខ្ទាតទៅមើលទៅកាន់យាយឆានប្រើប្រាស់នៅខ្លុយរបស់នាងមកចាត់ការតែពេលនោះសឺហៅគេចចេញវេទនាអបិព្រួយនឹងទៀតហើយសឺហៅជាមួយនឹងយាយឆានធ្វើការប្រយុទ្ធផ្លាស់ប្ដូរនៅកណ្ដាប់ដៃគ្នាក៏ប៉ុន្តែមិនថាយ៉ាងណានាងគឺមិនមែនជាដៃគូរបស់សឺហៅនោះទេត្រូវបានខ្ទាតចេញទៅឈិនហៅសម្រុកចូលវិញម្ដងបងប្អូនគេទាំងពីរវាយចុះវាយឡើងតែអសរយាយឆានក៏បានមកជួយក៏ប៉ុន្តែសឺហៅបញ្ចេញតែកម្លាំងបន្តិចអ្នកទាំងពីរនឹងក៏ត្រូវបានខ្ទាតទៅហើយសឺហៅនៅពេលនេះប្រើប្រាស់នៅល្បឿនដ៏លឿនដូចជារន្ទះទៅតាមស្ដេចដង្កូវប្រាក់ពេលនេះក៏ចាប់វាបានសម្រេចកូនដង្កូវដទៃទៀតឃើញចឹងហើយក៏នាំគ្នាជិះចេញយាយឆានក៏ភ្ញាក់ផ្អើលណាស់ដែរក៏ព្រោះថាសឺហៅជួបជាមួយនឹងជើងខ្លាំងដល់ទៅ3នាក់ក៏ប៉ុន្តែនៅតែស្ងប់អារម្មណ៍បែបនេះមើលទៅគេគឺមិនទាន់បានបញ្ចេញអស់ពីលទ្ធភាពនៅឡើយនោះទេសឺហៅក៏មិនចង់រវល់ជាមួយនឹងពួកគេនោះដែរខណៈពេលដែលអបិបាញ់ព្រួយក៏នៅតែបន្តងើបរៀបនឹងប្រើប្រាស់នៅធម្មពលធ្វើការវាយប្រហារសឺហៅក៏ប្រាប់ហើយថាយើងឲ្យយោបល់ឯងជាឆ្ងាយពីយើងភ្លាមទៅក៏ដូចជាបញ្ចេញនៅកែភ្នែកដ៏កំណាចរបស់គាត់ត្រឡប់មកវិញហើយជាហេតុធ្វើគេក៏ផិតភ័យខ្លាចស្ពៃក៏មានតែទម្លាក់ដៃចុះស្របគ្នានោះក៏លឺនៅសំឡេងរំជួយមួយដ៏ខ្លាំងក្លាខណៈពេលដែលគេសម្លឹងទៅដឹងថាគឺជាលោកម្ចាស់ឈិនហៅ
ដោយសារតែស្ដេចដង្កូវប្រាក់ធ្លាក់ទៅលើដៃរបស់អ្នកដទៃយកល្អគឺស្វែងរកឱកាសផ្សេងទៀតវិញអ្នកទាំង3ក៏បានចាក់ចែងខណៈពេលដែលសឺហៅក៏មិនខ្វល់ថានៅខាងមុខនោះគឺជាសំណាងអ្វីនោះទេអ្វីទាំងអស់នោះគឺសិតតែមិនសំខាន់ជាងការកែតម្រូវនៅយុទ្ធសាស្ត្ររបស់គាត់ឡើងវិញរួចហើយស្វែងរកនៅលោកតាទើបអាចការពារគាត់បានឥឡូវនេះគឺមាននៅស្ដេចដង្កូវប្រាក់ហើយនៅទីបំផុតសឺហៅគឺអាចយកនៅយុទ្ធសាស្ត្ររបស់គាត់មកវិញបានហើយចូលទៅក្នុងលាងមួយលាក់ខ្លួនតែម្នាក់ឯងបញ្ចេញនៅគ្រឿងផ្សំថ្នាំទាំងនេះហើយសឺហៅគឺស្ដារតែកម្រិតខ្ពស់តែប៉ុណ្ណោះកម្រិតក្រោមគាត់គឺមិនស្ដារឡើងវិញនោះទេបន្ទុកយូរសឺហៅក៏ប្រញាប់ដាក់នៅគ្រឿងផ្សំទាំងអស់ចូលទៅក្នុងឆ្នាំងតែរបៀបនៃការស្លរបស់សឺហៅគឺចម្លែកពេកហើយព្រោះថាស្ងោរទាំងគាត់តែម្ដងសឺហៅគឺអាចប្រើប្រាស់នៅថ្នាំនេះដើម្បីធ្វើជាការណែនាំរួចហើយបង្កើននៅផ្លូវឋានសួគ៌របស់គាត់ឡើងវិញហើយបើសិនជាចង់ទៅខ្ពស់ជាងនេះគឺត្រូវតែស្វែងយល់អំពីការពលិសឺហៅពេលនោះក៏បាននឹកឃើញទៅដល់ទេពធីតាលាវតែប្រាប់ថាស្នៀតមួយនេះគឺអាចទម្លុះមេឃាសឺហៅបើកភ្នែកឡើងវិញក៏ដូចជាប្រើប្រាស់នៅផ្លូវឋានសួគ៌របស់គាត់ព្រមទាំងធ្វើការពលិមើលទៅកាន់ជុំវិញខ្លួនគឺពោពេញទៅដោយចំហាយនៃផ្កាឈូកពេលនេះសឺហៅក៏ចាប់ផ្ដើមធ្វើការរួមបញ្ចូលវាហើយថាមកពោជាច្រើនបានប្រមូលផ្ដុំពីពេញនឹងសឺហៅក៏នឹកឃើញខ្លួនឯងនៅពេលដែលប្រយុទ្ធជាមួយនឹងអាទិទេពទី7នោះដែលឡៃបើយើងមើលទៅកាន់ផ្លូវឋានសួគ៌ទាំង10របស់សឺហៅក៏បានផ្លាស់ប្ដូរនៅរូបរាងដែលគាត់បានហៅវាថាគឺជាដែនការវឹកហាត់ពេលនេះបានសម្រេចហើយស្រូបចូលនៅធម្មពលនោះទៅក្នុងខ្លួនវិញដែនមួយនេះផងដែរគឺប្រៀបបានដូចជាមាននៅធម្មពលមេឃដី80ម៉ោងក្រោយមកសឺហៅក៏នៅតែបន្តធ្វើដំណើរក្នុងឡានដង្កូវនេះព្រមទាំងមានគម្រោងតាមស្វែងរកនៅតារបស់គាត់នៅក្នុងពេលនោះក៏ស្រាប់តែបានឃើញនៅមឈូសតូចៗឆ្ងល់ខ្លាំងណាស់ថាតើអ្នកណាគឺជាអ្នកធ្វើវាទៅក្នុងពេលនោះក៏បានលើនៅសំឡេងមួយដែលថាល្អដល់អីមកយឺតហើយអធិរាជដង្កូវគឺត្រូវបានគ្រូរបស់យើងយកទៅបាត់ហើយក្នុងនោះក៏មាននៅឈិនហៅដែលមាននៅឆ្អឹងអាទិទេព2គេបានសោកចំអករួចហើយក៏បានហោះចេញទៅអបិសក់ពណ៌ស្វាយដែលបានមកដល់ឈ្មោះរបស់គេគឺជាជីស៊ីវខុននារីដ៏ស្រស់ស្អាតនេះផងដែរគឺមានឈ្មោះថាឡងឈៀដែលនាងគឺជាមនុស្សដែលមានទេពកោសល្យមកពីកោះសម្ព័ន្ធហងនេះជីស៊ីវខុនគេសួរហើយថាគេមានអ្នកនេះមែនទេដែលលោកម្ចាស់និយាយថាស័កសមធ្វើជាអ្នកបម្រើនោះអបិព្រួយប្រាប់ថាត្រឹមត្រូវហើយឲ្យចាប់គេមកដើម្បីយកទៅរកនៅលាងអាទិទេពទាំងអស់គ្នាពេលនេះគេក៏បានប្រាប់ប្រាស់នៅធម្មពលបញ្ចេញនៅច្រវាក់មួយក៏ដូចជាចំហាយនេះក្រីសម្រុកចូលមកតែមិនទាន់នឹងទៅដល់ផងក៏ស្រាប់តែថ្មងរបស់សឺហៅបាត់ទៅហើយឃើញគេតំណាប់បែបនេះសឺហៅក៏បានសួរហើយថាតើឯងគិតថាខ្លួនឯងគឺជាអ្នកណាទៅវិញបើកមាត់ភ្លាមហើយយើងថាគឺជាអ្នកបម្រើដែលចូលបញ្ចេញនៅធម្មពលដ៏សម្បំរបស់គាត់ខណៈពេលដែលអ្នកទាំង3ត្រៀមខ្លួនប្រយុទ្ធតែសឺហៅគឺបានស្ដារនៅយុទ្ធសាស្ត្ររបស់គាត់ឡើងវិញហើយអបិព្រួយនេះបន្តបាញ់ចេញទៅប្រាប់ឲ្យសឺហៅឈប់ភ្លាមរួចហើយបានបាញ់នៅក្របព្រួយ3ដើមព្រមគ្នាយល់ថាមិនគ្រប់គ្រាន់ក៏បានថែមមួយដើមទៀតនៅក្នុងនោះក៏មាននៅចំហាយនៀកផងអីផងរញ៉េរញ៉ៃពេញនឹងក៏ប៉ុន្តែមិនថាយ៉ាងណាមើលទៅកាន់សឺហៅរបស់យើងទៅទឹកមុខក៏នៅតែកំណាចដដែលក៏ដូចជាប្រើប្រាស់នៅដែនធម្មពលរបស់គាត់ទៅទប់ទល់រួចហើយកម្រាស់តែបន្តិចធម្មពលជាច្រើនដែលបានមកដល់នោះក៏បានផ្ទុះពីពេញនឹងសឺហៅនិយាយហើយថាប្រាសាទអាទិទេពគឺមាននៅគេឈ្មោះល្បីល្បាញគេដំណើររបស់គេគឺពិតជាកម្ររកមានសំបីតែអ្នកបម្រើក៏មានវត្ថុទៅបែបនេះខណៈពេលដែលសឺហៅសម្រុកចូលឡើងទៅក៏ស្រាប់តែនៅមានក្របព្រួយមួយដើមទៀតដែលគឺជាព្រួយរាត្រីផុសពីដីមកធ្វើការវិប្រហារសឺហៅតែយើងក៏មិនទាន់ដឹងថាសាច់រឿងបន្តនឹងទៅជាយ៉ាងណាផងក៏ត្រូវបានស្លេះតែត្រឹមនេះឯងជាចុងក្រោយអរគុណទៅកាន់អ្នកគុណនិយមគ្រប់កងគ្រប់បកដែលតែងតែគាំទ្រអធិស្ឋានបើសិនជាមាននៅកំហុសខុសឆ្គងហើយខានសម្រាប់រឿងពីថ្ងៃអត់មានបានទៅណានោះទេគឺរវល់មើលរឿងជក់រឿងលេបផ្កាយដែលគឺជា Swallow Star នឹងរឿងនឹងកាន់តែមើលកាន់តែជក់ចិត្តអត់មានមើលដាច់យប់មួយថ្ងៃហើយជាធម្មតារបស់អត់មានទៅហើយនៅក្នុងការមើលរឿងមើលមួយភាគដូចជាអត់សូវចូលភ្នែកនោះទេអញ្ចឹងហើយក៏មានតែមើលឲ្យរៀងច្រើនភាពបន្តិចទៅកុំឲ្យយប់យន្តសបិនយូរពេលនេះអត់មានបាយបាយ